ខមាំសាច់ជ្រូកធ្វើម៉េចដើម្បីកុំឲ្យក្លិនឆ្អាបនិងក្លិនសាច់ជ្រូកតោះមកធ្វើជាមួយខ្ញុំទាំងអស់គ្នាបាទមកមើលគ្រឿងផ្សំរបស់ខ្ញុំទាំងអស់គ្នាខ្ញុំមានត្រីនេះគ្រឿងបន្លែសាច់ជ្រូកហើយនឹងត្រប់ផ្ដោគោបាទដំបូងខ្ញុំដាក់ទឹកងោះទឹកឲ្យពុះក្តៅមកអ៊ុនតិចមកខ្ញុំដាក់ម៉ាំចូលបាទខ្ញុំដាក់ល្ងម៉ាំចូលតិចមកហើយបន្តមកខ្ញុំលីងពួកគ្រឿងគល់ក្រីខ្ទឹមស្លឹកក្រូចហើយជាមួយម្ទេសហើយហ្នឹងខ្ញុំលីងឲ្យវាឡើងពងកន្លាតតិចមកដើម្បីវាឈ្ងុយក្លិនឈ្ងុយបាទចាក់ចូលឆ្នាំងម៉ាំអីបាទឥឡូវនេះខ្ញុំយកសាច់ជ្រូកមកលីងបាទមកលីងរងាស់ឲ្យវាកាត់ក្លិនសាច់ជ្រូកបន្តិចសិនតាមដោយខ្ទឹមចិញ្ច្រាំដើម្បីវាកាត់ក្លិនសាច់ជ្រូកយើងកូរសាច់ជ្រូកឲ្យវាឆ្អិនសិនមកបាទឥឡូវខ្ញុំបានសាច់ជ្រូកឆ្អិនហើយយកមកដាក់ជាមួយឆ្នាំងហ្នឹងមកបាទនេះគឺស្ករត្នោតអ្នកទាំងអស់គ្នាខ្ញុំយកស្ករត្នោតប្រហែលជា2ស្លាបព្រាបាទដាក់ស្ករត្នោតប្រហែល2ស្លាបព្រាខ្ញុំកូរឲ្យវាងាស់ឲ្យវាឡើងក្រហមបន្តិចបាទឲ្យវាឡើងក្រហមប៉ុណ្ណឹងហើយយើងថែមទឹកត្រីបានមួយច្រូច2ច្រូចមកដើម្បីឲ្យវាមានក្លិនឈ្ងុយបាទហើយសាច់ឆ្នាំងសាច់របស់យើងទឹកស្ករខ្ញុំបានហើយយកមកចាក់ជាមួយឆ្នាំងសាច់យើងមកបាទអានេះគឺបំបត្តិក្លិនឆ្អាបផងហើយបំបត្តិក្លិនសាជ្រូកផងបាទយើងកូរជាមួយគ្នាឲ្យសព្វមកបាទនេះគឺទឹកម៉ាំបាទទឹកម៉ាំរបស់ខ្ញុំដែលខ្ញុំកូរមិញហ្នឹងបាទខ្ញុំបន្ថែមទៅដោយទឹកអំពិលទុំបាទចំនួន 2-3 ស្លាបព្រាទៅតាមរសជាតិដែលយើងចង់បានមកបាទអ្នកទាំងអស់គ្នាខ្ញុំរំងាស់មួយសន្ទុះធំដើម្បីឲ្យវាចូលជាតិគ្នាជាមួយសាច់ជ្រូកជាមួយសាច់ម៉ាំហើយឥឡូវហ្នឹងខ្ញុំដាក់ត្រីបាទខ្ញុំដាក់ត្រីបន្ថែមបាទខ្ញុំប្រើសាច់ត្រីប្រើបាទតែយើងដាក់រំងាស់ឲ្យវាផុយសាច់តិចមកឲ្យវាឆ្អិនបាទយើងកុំឲ្យផុយពេកឲ្យវាឆ្អិនឲ្យតែមកមកឆ្អិនខ្ញុំស្រង់ត្រីចេញសិនបាទដើម្បីដល់ពេលយើងចាប់ដើមដាក់ម៉ាំធ្វើចំហុយម្ដងទៀតទៅកុំឲ្យវាបែកសាច់ត្រីបាទហ្នឹងហើយខ្ញុំដកត្រីចេញសិនថែមទឹកបន្តិចព្រោះវាចង់កូរហើយបាទឥឡូវខ្ញុំកូរជាមួយត្រប់ផ្ដោគោបាទយើងរំងាស់កូរជាមួយត្រប់ផ្ដោគោហើយត្រប់ផ្ដោគោបានឆ្អិនរួចរាល់យើងដាក់ត្រីចូលទៅវិញបាទដាក់សាច់ត្រីចូលទៅវិញហើយយើងកុំបាច់កូរវាច្រើនទេយើងក៏ប្រកបវាដើម្បីឲ្យវាចូលជាតិជាមួយគ្នាមកអ៊ូឈ្ងុយមែនតើអ្នកទាំងអស់គ្នាបាទអញ្ចឹងពីណាគេហេវអាចកាន់ចានបាយមួយចានមកជុំគ្នាទាំងអស់គ្នាបាទឥឡូវនេះចេញជារូបរាងហើយខម៉ាំរបស់ខ្ញុំខម៉ាំសាច់ជ្រូកបាទឥឡូវនេះយើងមានបន្លែតំណប់មកសេតមករៀបរយរបស់យើងហើយអញ្ចឹងទេម្ហូបខ្ញុំគឺបានរួចរាល់ហើយកុំភ្លេចចុច follow ចុច subscribe តាមដានដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំទាំងអស់គ្នាក្នុងណាបាទអរគុណច្រើន